មិនសូវខុសគ្នាទេបងប្អូនពេលឡើងបង្ហូតទង់ជាតិគ្រូឲ្យឡើងបង្ហូតទង់ជាតិពេលគ្រប់ទង់ជាតិហ្នឹងខ្ញុំញ័រជើងតតាត់ហើយពេលគ្រូហៅសួរសំណួរឡើងឆ្លើយសំណួរមេរៀនអីហ្នឹងគឺខ្ញុំភ័យមែនតើហើយសំបីតែខ្លួនឯងគិតថាចង់សួរសំណួរគ្រូហ្នឹងក៏ភ័យដែរភ័យឡើងបេះដូងចង់ធ្លាយចេញមកក្រៅជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានទទួល comment មួយអំពីការដែលខ្វះទំនុកចិត្តលើខ្លួនឯងរបស់ទស្សនិកជនម្នាក់ពីរនាក់ដែរចាគាត់បានលើកថាគាត់ដូចបាត់ទំនុកចិត្តលើខ្លួនឯងគាត់ខ្វះភាពជឿជាក់លើខ្លួនឯងហើយពេលណាដែលគាត់ធ្វើអីហ្នឹងគាត់ភ័យគាត់ញ័រខ្លួនដោយកូនសត្វអីចឹងណាចឹងការចែកម្លែករបស់គាត់វាធ្វើឲ្យខ្ញុំនឹកឃើញបទពិសោធន៍ខ្លួនឯងពេលខ្ញុំនៅរៀនអនុវិទ្យាល័យមិនសូវខុសគ្នាទេបងប្អូនពេលឡើងបង្ហូតទង់ជាតិគ្រូឲ្យឡើងបង្ហូតទង់ជាតិពេលគ្រប់ទង់ជាតិហ្នឹងខ្ញុំញ័រជើងតតាត់ហើយពេលគ្រូហៅសួរសំណួរឡើងឆ្លើយសំណួរមេរៀនអីហ្នឹងគឺខ្ញុំភ័យមែនតើហើយសំបីតែខ្លួនឯងគិតថាចង់សួរសំណួរគ្រូហ្នឹងក៏ភ័យដែរភ័យឡើងបេះដូងចង់ធ្លាយចេញមកក្រៅហើយខ្ញុំពេលប្រស្រ័យតាក់ទងគ្នាមួយមិត្តភ័ក្តិក្នុងថ្នាក់នឹងក៏ដោយលើកលែងតែមិត្តភ័ក្តិប្រហែលអ្នកដែលស្និទ្ធស្នាលក្រៅពីហ្នឹងគឺខ្ញុំអត់ហ៊ានមើលមុខគេចំទេហើយខ្ញុំគិតថាហ្នឹងជាមូលហេតុមួយដែលធ្វើឲ្យខ្ញុំអត់សូវមានការចងចាំល្អពីមុខពីមនុស្សដែលខ្ញុំស្គាល់ណាចាខ្ញុំឆាប់ភ្លេចដោយសារតែខ្ញុំមានការខ្វះខាតពេលខ្ញុំអត់មានទំនុកចិត្តលើខ្លួនឯងក្នុងការប្រស្រ័យតាក់ទងមួយគេចាអញ្ចឹងខ្ញុំគិតថាបងប្អូនជាច្រើននឹងអាចមានបទពិសោធន៍ស្រដៀងគ្នាទេដោយសារតែយើងបានឆ្លងកាត់នៅបទពិសោធន៍ដែលយើងធំដឹងក្តីមកមិនសូវខុសគ្នាបរិបទដែលយើងរស់នៅហើយខ្ញុំសង្កេតឃើញថាមូលហេតុមួយចំនួនដែលធ្វើឲ្យយើងអត់មានទំនុកចិត្តលើខ្លួនឯងហ្នឹងគឺដោយសារតែយើងទទួលការហាម5ច្រើនព្រោះពុកម្ដាយយើងគាត់បារម្ភពីសុវត្ថិភាពរបស់យើងគាត់អត់សូវអនុញ្ញាតឲ្យយើងធ្វើអីតាមចិត្តយើងចង់ឯងជាពិសេសពេលដែលយើងនៅវ័យក្មេងណាបទពិសោធន៍នៅក្រោមអាយុ6ឆ្នាំខ្ញុំសង្កេតឃើញថាក្មេងៗដែលក្នុងវ័យហ្នឹងវ័យទៅចេះនិយាយចេះដើរចេះរត់ហ្នឹងគឺជាវ័យដែលគេមានភាពក្លាហានហើយមានទំនុកចិត្តលើខ្លួនឯងខ្លាំងអត់ចេះអៀនខ្មាស់អីទេអាហ្នឹងគឺជាធម្មជាតិរបស់គេហ្មងណាប៉ុន្តែដោយសារតែរបៀបចិញ្ចឹមរបស់ពុកម្ដាយដែលគាត់បារម្ភពីសុវត្ថិភាពអីចឹងទៅគាត់មានការហាមឃាត់ហាមធ្វើនេះហាមធ្វើនោះគាត់បារម្ភពីសុវត្ថិភាពបារម្ភពីសុខភាពអីចឹងទៅហើយអាការហាម5ហ្នឹងវាធ្វើឲ្យគាត់បាត់ទំនុកចិត្តលើខ្លួនឯងធ្វើឲ្យក្មេងលែងមានភាពក្លាហានដូចអ្វីដែលគេទំចាប់ផ្ដើមធំណាចាហើយកត្តាមួយទៀតដែលខ្ញុំសង្កេតឃើញដែរហ្នឹងគឺជាការស្ដីបន្ទោសផ្អាប់លេងសើចណាដែលអង់គ្លេសហៅថា bully ហ្នឹងក៏ជាមូលហេតុមួយហើយការចាប់កំហុសនៅរឿងផ្សេងហ្នឹងក៏ជាមូលហេតុមួយទៀតដែរហើយនឹងមូលហេតុមួយទៀតដែលសំខាន់ដែរដែលយើងទទួលបានច្រើននៅក្នុងសង្គមគឺការប្រៀបធៀបកូនជាមួយនឹងកូនអ្នកដទៃអាហ្នឹងគឺយើងទទួលឥទ្ធិពលដែរហើយទាំងអស់ហ្នឹងសិតតែជាមូលហេតុដែលធ្វើឲ្យយើងហ្នឹងបាត់ទំនុកចិត្តលើខ្លួនឯងបន្តិចម្ដងរហូតដល់បច្ចុប្បន្នអញ្ចឹងទៅដើម្បីដោះស្រាយបញ្ហាហ្នឹងខ្ញុំមានកលឹះខ្លះដែលខ្ញុំបានអនុវត្តខ្លួនឯងមានបទពិសោធន៍ខ្លួនឯងហើយវាជាកលឹះដែលខាងចិត្តសាស្ត្រគេលើកទឹកចិត្តដែរចាមានដូចជាទី1គឺនៅពេលដែលបងប្អូនធ្វើអីក៏ដោយហើយមានអារម្មណ៍ថាភ័យយើងត្រូវការត្រៀមខ្លួនទទួលស្វាគមន៍អារម្មណ៍ភ័យហ្នឹងហើយគិតថាហ្នឹងវាជារឿងធម្មតាទេពីព្រោះអ្នកណាក៏ដោយតែងតែមានអារម្មណ៍ភ័យដូចគ្នានៅពេលដែលនៅក្នុងស្ថានភាពហ្នឹងដំបូងជាពិសេសពេលយើងធ្វើអីដែលថ្មីចំពោះយើងអត់ធ្លាប់មានបទពិសោធន៍យើងធ្វើអីដែលយើងអត់មានជំនាញគ្រប់គ្រាន់ការភ័យខ្លាចវាជារឿងធម្មតាហើយការភ័យខ្លាចហ្នឹងវាមិនមែនសុទ្ធតែអាក្រក់ទេវាល្អមួយចំណែកបើវានៅក្រោមនៅក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងខ្លួនឯងបានពីព្រោះ
តាមអ្នកចិត្តសាស្ត្រក៏គេបានលើកដែរថាយើងពេលខ្លះយើងត្រូវការសម្ពាធភាពភ័យខ្លាចហ្នឹងដើម្បីឲ្យយើងខំប្រឹងធ្វើកិច្ចការងារយើងហ្នឹងឲ្យបានល្អបំផុតតាមដែលយើងអាចធ្វើបានអញ្ចឹងបើសិនជាអត់មានសម្ពាធហ្នឹងទេយើងនឹងអាចដូចថាធ្លាក់ដៃធ្វើឲ្យតែយកតែរួចពីដៃអីចឹងណាអញ្ចឹងពេលដែលយើងមានសម្ពាធភ័យខ្លាចខ្លះវាជួយឲ្យយើងរីកចម្រើនជួយឲ្យយើងខំប្រឹងតែអ្វីដែលវារំខានយើងបើសិនជាវាភ័យខ្លាំងពេករហូតដល់យើងអាចគ្រប់គ្រងខ្លួនឯងបានអញ្ចឹងអ្វីមួយដែលជួយឲ្យយើងទប់ទល់មួយស្ថានភាពហ្នឹងគឺយើងទទួលស្គាល់ថាហ្នឹងវាជារឿងធម្មតាចំពោះមនុស្សគ្រប់គ្នាអាហ្នឹងវាជារឿងធម្មតាដែលយើងធ្វើអីដំបូងដែលយើងត្រូវតែភ័យណាហើយយើងទទួលស្គាល់ហើយពេលខ្លះយើងអាចនិយាយចេញប្រាប់គេទៀតអាហ្នឹងកាន់តែល្អទៀតពេលយើងនិយាយចេញប្រាប់គេទៅយើងដកសម្ពាធថែមមួយតង់ទៀតដែលថាយើងអត់ខ្មាស់អៀនក្នុងការទទួលស្គាល់ការពិតថាយើងភ័យខ្លាចទេអញ្ចឹងអាហ្នឹងយើងជួយខ្លួនឯងឲ្យឆាប់ធូរណាចាហ្នឹងទី1ទី2បងប្អូនរៀនកាត់បន្ថយការប្រៀបធៀបខ្លួនឯងមួយអ្នកដទៃពីព្រោះអាហ្នឹងវាគឺជាអ្វីដែលយើងទទួលបានពីបទពិសោធន៍កាលពីក្មេងនឹងឯងអញ្ចឹងយើងត្រូវការមានសតិតាមដានខ្លួនឯងថាអូយើងកំពុងតែប្រៀបធៀបខ្លួនឯងអត់ណាហើយជួនកាលការប្រៀបធៀបខ្លះល្អបើយើងចេះរបៀបគិតណាប៉ុន្តែភាគច្រើនការប្រៀបធៀបភាគច្រើនគឺមានឥទ្ធិពលអវិជ្ជមានធ្វើឲ្យយើងបាក់ស្បាតធ្វើឲ្យយើងឃើញខ្លួនឯងអន់ធ្វើឲ្យយើងឃើញខ្លួនឯងទន់ខ្សោយអីអញ្ចឹងទៅអញ្ចឹងវាអត់បានជួយយើងទេអាការប្រៀបធៀបហ្នឹងយើងព្យាយាមកាត់បន្ថយវាម្ដងតិចណាចាទី3យើងត្រូវការផ្លាស់ប្ដូររបៀបប្រាស្រ័យទាក់ទងមួយខ្លួនឯងព្រោះពេលខ្លះយើងអត់ដឹងទេបងប្អូនដោយសារយើងទទួលអាហ្នឹងតាំងពីក្មេងមកដែរអញ្ចឹងទៅយើងអត់បានចាប់អារម្មណ៍ថាអាហ្នឹងវាមានឥទ្ធិពលអវិជ្ជមានលើយើងទេឧទាហរណ៍ពេលខ្លះយើងនិយាយផ្អាប់ខ្លួនឯងប្រាប់អ្នកដទៃហើយពេលខ្លះយើងធ្វើអីបានល្អប៉ុន្តែយើងនិយាយថាអញ្ចេះអូខ្ញុំធ្វើបានអញ្ចេះប៉ុន្តែខ្ញុំនៅខ្វះនេះហើយរៀបរាប់អាខ្វះខាតហ្នឹងឡើងមកកណោតែអាអីដែលធ្វើបានហ្នឹងតិចមែនតើអញ្ចឹងអាហ្នឹងគឺសិតតែជាភាសាប្រស្រ័យតាក់ទងដែលវាអត់បានជួយយើងប៉ុន្តែវាធ្វើបាបយើងចាហើយអញ្ចឹងយើងត្រូវការកាត់បន្ថយឬក៏ផ្លាស់ប្ដូររបៀបប្រស្រ័យតាក់ទងមួយខ្លួនឯងដោយប្រើភាសាណាដែលជំរុញលើកទឹកចិត្តខ្លួនឯងអីចឹងទៅណាចាទី4យើងត្រូវការស្គាល់ខ្លួនឯងព្រោះការស្គាល់ខ្លួនឯងហ្នឹងសំខាន់មែនតើតែយើងអត់ស្គាល់ខ្លួនឯងហើយអត់ទទួលស្គាល់ខ្លួនឯងត្រឹមត្រូវយើងនឹងធ្វើឲ្យខ្លួនឯងហ្នឹងដេញតាមគេហើយអាហ្នឹងក៏វាបង្កើតភាពភ័យខ្លាចក៏វាបំបាក់ស្មារតីវាធ្វើឲ្យយើងអត់មានទំនុកចិត្តលើខ្លួនឯងដោយសារតែយើងអត់បានឃើញខ្លួនឯងល្អឃើញតែខ្លួនឯងខ្វះរហូតណាចាអញ្ចឹងអាការស្គាល់ខ្លួនឯងហ្នឹងគឺសំខាន់ដើម្បីជាជំហានឲ្យយើងទៅអភិវឌ្ឍខ្លួនឯងត្រឹមត្រូវតាមខ្លួនរបស់យើងតាមភាពជាខ្លួនឯងរបស់យើងហើយនឹងការអភិវឌ្ឍខ្លួនឯងនៅចំណេះដឹងជំនាញដែលយើងស្រឡាញ់ចូលចិត្តណាចាអញ្ចឹងអាការព្យាយាមស្គាល់ខ្លួនឯងនិងអភិវឌ្ឍខ្លួនឯងហ្នឹងវាជួយកសាងទំនុកចិត្តលើខ្លួនឯងរបស់យើងតិចម្ដងដែរដូចឃ្លាមួយគេថាអញ្ចឹងពេលដែលយើងស្គាល់ខ្លួនឯងកាន់តែច្រើនណាយើងនឹងធ្វើតាមអ្នកដទៃកាន់តែតិចចាពីព្រោះយើងដឹងច្បាស់ពីអ្វីដែលជាតម្រូវការពិតប្រាកដរបស់យើងដឹងច្បាស់អ្វីដែលជាខ្លួនយើងតែយើងត្រូវអនុវត្តត្រូវធ្វើដំណើររៀបចំដំណើរជីវិតរបស់យើងមិនហ្នឹងយើងលែងដេញតាមអ្នកដទៃប្រាប់អីតែយើងដេញតាមតម្រូវការនិងការចង់បានរបស់យើងខ្លួនឯងណាចាអញ្ចឹងអានេះគឺជាជំហានមួយដែរហើយជំហានមួយទៀតគឺជាការដែលយើងសង្កេតមើលជំហានទូចរបស់យើងនៅក្នុងអាជំហានធំរបស់យើងព្រោះពេលខ្លះយើងផ្ដោតលើជំហានធំលើគោលដៅធំពេកទៅយើងឃើញអាគម្លាតដែលថាគោលដៅចុងក្រោយហើយនៅអាកន្លែងដែលយើងកំពុងនៅហ្នឹងវាខុសគ្នាឆ្ងាយពេកអញ្ចឹងវាធ្វើឲ្យយើងអស់ទឹកចិត្តដែរដូច្នេះដើម្បីឲ្យយើងមានកម្លាំងចិត្តក្នុងការអភិវឌ្ឍខ្លួនឯងហើយបង្កើនទំនុកចិត្តរបស់យើងតិចម្ដងគឺយើងត្រូវការមើលជំហានទូចរបស់យើងមើលឲ្យឃើញភាពរីកចម្រើនទូចរបស់យើងនៅក្នុងអាភាពរីកចម្រើនធំរបស់យើងណាចាអញ្ចឹងអានេះគឺជាជំហានទី5ហើយជំហានចុងក្រោយមួយទៀតយើងត្រូវការទទួលស្គាល់និងរីករាយជាមួយនឹងភាពរីកចម្រើនរបស់យើង
យើងត្រូវការទទួលស្គាល់និងរីករាយជាមួយនៅអ្វីដែលយើងធ្វើបានសមិទ្ធផលអីគេទោះបីជាវាមិនតាន់ល្អឥតខ្ចោះវាមិនតាន់ទៅដល់ស្តង់ដារដែលយើងចង់បានមិនតាន់ទៅដល់កម្រិតដែលយើងចង់បានតែយ៉ាងហោចណាស់យើងឃើញអាទូចនឹងហើយយើងត្រេកអររីករាយមួយវាចាអញ្ចឹងទៅវានឹងជាកម្លាំងចិត្តឲ្យយើងបន្តខំប្រឹងបន្ថែមទៀតដែរចាអញ្ចឹងនេះគឺជាកលឹះដែលបងប្អូនសាកល្បងមើលទៅហើយបើបងប្អូនមានសំណួរអីបន្ថែមអាចផ្ញើសារនៅក្នុង comment ឬក៏ផ្ញើសារមកផ្ទាល់ខ្លួនក៏បានព្រោះពេលខ្លះចង្ការគេលើខ្ញុំមើល comment អត់អស់បើសិនជាអត់ឃើញខ្ញុំឆ្លើយតបបងប្អូនអាចផ្ញើសារមកដោយផ្ទាល់បានណាចាសូមអរគុណ